Ok,សួស្តីគ្នាយើងទាំងអស់គ្នាអញ្ចឹងយើងបន្តមេរៀនទី2របស់យើងតិចតទៅមួយនឹង basic data អញ្ចឹងយើងរំលឹកមេរៀនមួយទី1បន្តិចអញ្ចឹងក្នុងមេរៀនទី1យើងបានចេះ import data ចូលនៅក្នុង data របស់យើង import Excel data ជា data set របស់យើងនឹងចូលនៅក្នុង data ហើយបន្តមកយើងចេះsave file ដែលយើង import ហ្នឹងជា data file ហើយមួយទៀតយើង create do file អញ្ចឹងសរុបមកយើងមាន3 file បន្ទាប់ពីយើងរៀនហើយមិញហ្នឹងគឺយើងមាន3 file នៅក្នុង file របស់យើងដែលយើងបានរៀនហើយអូខេខ្ញុំបើកមើល file ហ្នឹងបន្តិចអញ្ចឹងនេះជា file ទី1 do file ទី2 data file ហើយទី2 Excel file យើងមានមក folder យើងហ្នឹងគឺយើងមាន3 file បន្ទាប់ពីយើងចប់មេរៀនទី1ហើយមេរៀនទី1ហ្នឹងយើងចេះ create do file ហើយនឹង set working directory ឥឡូវយើងបន្តមានន័យថាយើងមិនបាច់ import data អីដដែលទេអញ្ចឹងយើងចូលបើក data យើងយកហ្មងទៅអូខេនេះ data ចូលមកបើកមកវានឹងចេញចេះលោកគ្រូទាំងអស់គ្នាអញ្ចឹងយើងបើកតា do file យើងមកយើង run ទៅមានន័យថាយើងធ្វើការបន្តពីថ្ងៃមុនទៀតអញ្ចឹងយើងនេះអត់មានអីទាំងអស់អញ្ចឹងយើង open មក open do file យើងបាច់ open data file ទេ open data តា do file មកនេះឥឡូវគេនេះ do file អញ្ចឹងយើង open អាហ្នឹងមកអញ្ចឹងនេះថ្ងៃមុនយើង set working directory ហើយយើង run ទាញ data set យកមកប្រើ data យើងឈ្មោះ data អញ្ចឹងយើង run អាហ្នឹងឡើងវិញមក select ហើយយើង click do file អញ្ចឹង data set យើងនឹងចូលមកអញ្ចេះចូលមកដូចយើងបន្តធ្វើការពីមុនទៀតណាអូខេឥឡូវយើងចូលមេរៀនទី2របស់យើងនឹងរៀនពី rename variable label variable label define និង label value មានន័យថាម៉េច rename យើងមើលទៅលើ data set របស់យើងនេះ Q1 យើងដឹងថា Q1 ហ្នឹងអីគេយើងអត់ដឹងសោះហើយ label ថា Q1 ហ្នឹង label ថាហ្នឹងនិយាយពីអីយើងអត់ដឹងតែ Q1 ឥឡូវយើង tab មើលថា Q1 ហ្នឹងអីគេនេះយើងចុច tab ទីមកឃើញតែលេខចេះមិនដឹង Q1 ហ្នឹងអីមិនដឹងអីឥឡូវយើងដាក់ Q1 ហ្នឹងជាអីយើងចង់ដឹងជាអីយើងទៅមើល questionnaire យើងវិញថា Q1 ហ្នឹងអីគេអូខេឥឡូវយើងមើល data coding យើងដែលយើងធ្វើ assignment ទាំងអស់គ្នាអញ្ចឹង Q1 ហ្នឹងនេះ label variable នេះយើងគឺជា current major នៅក្នុងSPH នៅ NIPH នឹងឯងជា subject នៅក្នុង NIPH អញ្ចឹងយើង label អាហ្នឹងមកហើយយើងចង់ដាក់លេខ1លេខ2ហ្នឹងឲ្យ label ឲ្យវាចេញនេះជា subject នេះលេខ1ជា MPH អញ្ចឹងមកលេខ2 MPHS HF នេះជា label ឲ្យចេញអញ្ចឹងតាម MPH MHA ឬក៏ AP nutrition អីចឹងទៅអូខេឥឡូវ data set យើងអញ្ចឹងចង់ label អញ្ចឹងឥឡូវយើង rename Q1 នេះ variable name យើងចង់ដឹងថានឹងជា major ចុះយើងដាក់វាជា major អញ្ចឹងយើង rename variable អញ្ចឹងលោកគ្រូគ្រាន់តែវាយ rename វាយនៅនេះក៏បានវាយនៅក្នុង do file នេះក៏បានដែរអញ្ចឹងយើងវាយនៅនេះហ្មងទៅហើយចាំយើង copy ទៅ do file វិញ rename អាណា Q1 នេះ Q1 នេះគ្រូចង់ដាក់ឲ្យឈ្មោះវាស្រួលចាំថា major អញ្ចឹងចុះអញ្ចឹងដាក់ major អញ្ចឹងមកចាំមើលអ្នកគ្រូចុច enter ទៅអ្នកគ្រូទាំងអស់គ្នាចុច enter អា Q1 ហ្នឹងទៅជា major នេះឃើញទេអញ្ចឹងជា major អញ្ចឹងយើងរៀងដឹងតិចថាហ្នឹង major តែ label វាជាអីក៏យើងអត់ទាន់ដឹងដែរអញ្ចឹងអាហ្នឹងគេប្រើពាក្យ label variable label variable label variable មួយណានេះ variable Q1 អា major នេះ label វានេះឲ្យទៅជាអីអញ្ចឹងចុចអានឹងមកហើយនេះគ្រូចង់ដាក់អីឲ្យវា label ជាអីបើក quote មួយយើងមើលក្នុង questionnaire យើងវិញអានឹងជា current major អញ្ចឹងទៅយើង copy អាហ្នឹងមកយើងមិនបាច់វាយទេអូខេអញ្ចឹងយើង copy នៅក្នុងរបស់យើងនឹងមក major ហ្នឹងហើយយើងបើក quote ហើយ pass អាហ្នឹងចូលមកហើយបិទ quote មកវិញអញ្ចឹងយើងចង់ label វាឲ្យទៅជាអញ្ចឹងអា variable ហ្នឹងឲ្យនេះកន្លែង Q1 កន្លែងនេះ major ហ្នឹង label វាឲ្យចេញជាអញ្ចឹងវាជា current major នៅ subject នៅសាលាអញ្ចឹងចុច enter មកវានឹង load មកនេះអានេះដូរ Q1 ទៅ major ហើយអានេះ current major យើងនឹងដឹងថាហ្នឹងមានន័យថាម៉េចពេលហ្នឹងយើងលេងជាប់ Q1 Q2 ទៀតហើយអញ្ចឹងយើងអាចនៅក្នុងនេះយើងអាច copy យើង select លើហ្នឹងមកចុច command មក
copy មកស្ដាមមក copy ទុកក្នុង do file យើងដើម្បីធ្វើការបន្តទៀតអាហ្នឹងមានន័យថាប្រើការបានអូខេទី1យើង rename ទី2យើង label អូខេឥឡូវយើង label rename variable ហើយយើង label អា variable នឹងហើយតែវានៅជាប់តែលេខ1លេខ2ដដែលមកឥឡូវយើង tab មើលអានឹងម្ដងទៀតអូខេវានេះវានឹងនេះវាចេញជា major វា current major អញ្ចឹងតែនេះនៅជាប់លេខ1លេខ2ទៀតយើងអត់ចង់ឲ្យវាសូជាលេខ1និងលេខ2ទោះបីវា store លេខ1លេខ2លេខ3លេខ4លេខ5លេខ6ក៏ដោយតែយើងអត់ចង់ឲ្យវាសូអញ្ចឹងទេអញ្ចឹងគេប្រើ label define អញ្ចឹងយើងអាចវាយចូលក្នុងនេះមកមិញ label យើងដាក់ label define នឹងយក define អា label មួយណាជាមិញ major នឹង change ជា major ហើយយើងវាយ major ហ្នឹងមក label define major លេខ1ឲ្យទៅជាអីគេយើងអាចមើលនៅក្នុង questionnaire យើងលេខ1អីលេខ2អីនេះវាមាននៅក្នុងនេះទាំងអស់អញ្ចឹងយើង copy មកអូខេដើម្បីងាយស្រួលយើងចាំយើងសេរីក្នុង do file យើងវិញអីលេខ1លេខ1ហ្នឹងអីយើងបើក quote មកលេខ1យើងបើក quote ជា mph hsd អូខេលេខ2អានឹងអត់មានចុចទេអញ្ចឹងលេខ2ជាអីសេលេខ2ហើយបើក quote មកហើយយើង copy នេះដាក់មកនេះមកអូខេយើងលុបនេះយកមកទៅអូខេឥឡូវខ្ញុំដាក់ឡើងវិញលេខ1អាហ្នឹង complete បិទ quote បើក quote គឺបិទ quote វិញលេខ2យើងបើក quote ឲ្យលេខ2មួយទៀតលេខ2 mph ខ្ញុំចា sorry លេខ2បើក quote មក mph នេះ hef ដាក់អីក៏បានដែរអាហ្នឹងឲ្យយើងចាំខ្លួនឯងឲ្យយើង label មានន័យថា label លេខ2តណាងឲ្យអញ្ចឹងតើមើលដក clear មួយទៀតលេខ3អីគេបើក quote ដូចគ្នា mha អញ្ចឹងមកហើយបិទ quote មកវិញហើយដក clear លេខ4បើក quote មកហើយ mhcd ហើយបិទ quote មកវិញលេខ5ហ្នឹង ap ស្វែង ap អញ្ចឹងមក complete បើក quote ផង ap ហើយបិទ quote ហើយលេខ6ហ្នឹងតំណាងឲ្យអីឲ្យ label ឲ្យវា store លេខ6ដដែលតែយើងចង់ដាក់ label វាឲ្យយើងមើលឃើញជាអីលេខ6 nutrition ហ្មងយើងចង់ដាក់ nutrition ក៏បានដាក់អីក៏បានអាហ្នឹងវាអត់អីតែក្នុង quote យើងអាចទៅ save បានទាំងអស់នេះយើង copy មកមើលទៅយើង delete ចេញវិញអានេះអូខេអញ្ចឹងអានេះយើងលុបចេញវិញយើង copy មកមើលទេអញ្ចឹងនេះយើងចង់ define វាឲ្យវាអាលេខ1ហ្នឹងឲ្យសូជា mph hsd លេខ2ហ្នឹងទៅអញ្ចឹងមកហើយយើង run command ហ្នឹងមកអញ្ចឹងលេខ1មានន័យថាវាចូលអាហ្នឹងហើយអញ្ចឹងមួយទៀតយើង run គេហៅ data label value major ហ្នឹងឲ្យវាចូលនៅក្នុងឲ្យអា label ហ្នឹងវាចូលនៅក្នុងអា variable ឈ្មោះ major ហ្នឹង major 2ដងជិះមក define អាហ្នឹងឲ្យវាចូលក្នុង major ហ្នឹងដាក់ដូចគ្នាអញ្ចឹងមកអញ្ចឹងយើង run អានេះមួយទៀត run មកបន្ទាប់ពីយើង run ប្រហែលជាអាច error អីមួយចាំតិចអញ្ចឹង label define អានេះ label value ខ្ញុំភ្លេច value អូខេ label value major មកអូខេខ្ញុំ run អានេះអូខេឥឡូវខ្ញុំសូទៀតមិញភ្លេច value កន្លែង label នេះ label define មានន័យថា define ហ្នឹងស្មើ1ហ្នឹងលេខ1ហ្នឹងឲ្យទៅជាអញ្ចឹងសូជាអញ្ចឹង label value គឺ assign វាឲ្យចូលនៅក្នុងហ្នឹងឲ្យចូលនៅក្នុងអា variable major ដែលយើងនេះហ្នឹងអញ្ចឹងយើងមើលអញ្ចឹងយើង tab អាហ្នឹងមើលវាទៅជាអីវិញយើងចង់សូអូខេនេះវានឹងសូឲ្យឃើញទេថាថ្នាក់ mph មានប៉ុន្មានអ្នក mha មានប៉ុន្មានអ្នកនេះជាភាគរយអញ្ចឹងយើងអាចយកអាហ្នឹងយក analyze បានអូខេអញ្ចឹង variable ផ្សេងដូចគ្នាអូខេអាហ្នឹងសម្រាប់ variable q1
cho Q2 យើងធ្វើដូចគ្នាចឹងមកយើងមើល Q2 យើងសំណួរយើងនិយាយពីអីគេបាច់អូខេ Q2 យើងនិយាយពីបាច់តែយើងជាប់ Q2 អញ្ចឹងយើងអាចអនុវត្តមួយទៀតអូខេឥឡូវមិញយើង Q1 ឥឡូវយើង Q2 យើងមើល data set របស់យើងអូខេ Q2 យើងដឹងអីគេទេជាប់តែ Q2 អញ្ចឹងឃើញ Q2 អត់មានអីទេអត់ដឹងទេដឹងលេខ1អីលេខ0អីលេខ2អីទេអញ្ចឹងយើងដាក់ variable name នឹង Q2 ឲ្យទៅជាបាច់ចឹងចុះអូខេអញ្ចឹងយើង rename Q2 យើងវាយក៏បានអីក៏បានដែរហើយ rename Q2 ឲ្យទៅជាបាច់ទីម៉ានអូខេអញ្ចឹងយើង select លើនឹងហើយយើង run មកអូខេអញ្ចឹងអា Q2 យើងវាប្រហែលជាទៅជាបាច់វិញហើយប្រហែលជាលេងឃើញ Q2 ហើយយើងនឹងឃើញបាច់វិញនេះ Q2 វានឹង load ទៅជាបាច់វិញនេះតែយើងចង់ label វាអា Q2 ហ្នឹងអីគេសួរពីអីអា Q2 នេះចង់ label អាបាច់ហ្នឹងនៅ label Q2 អញ្ចឹងអាហ្នឹងយើងប្រើដូចលើដដែលយើង copy ពីលើមកក៏បានដែរយើងចាំយើងវាយមក label variable ចឹងមកហើយបាច់ B A T C A វាយដូចគ្នាអាហ្នឹងឲ្យវាត្រូវដូចគ្នាចឹងអូខេអាបាច់យើង rename លើហ្នឹងហើយអាហ្នឹងអីគេឲ្យទៅជាសំណួរអីគេយើងអាចមើលក្នុង questionnaire យើងទើបបើយើងអត់ដឹង Q2 អញ្ចឹងអាហ្នឹងជាបាច់ដដែលយើងដាក់បាច់ of អីចឹងទៅក៏បានដែរឬក៏បាច់អីទៅបាច់ of student ឬក៏បាច់អីចឹងអាហ្នឹងស្រេចតែយើងដាក់អត់ខុសខណៈយើង label ឲ្យយើងដឹងឯងអញ្ចឹងបាច់ហ្នឹងយើងបើក quote មកហើយយើងដាក់បាច់ of master student in NIPA ចឹងមកដាក់អីក៏បានដែរយើងស្រួលចាំខ្លួនឯងឥឡូវយើង rename អាហ្នឹងទៅ rename variable ហ្នឹងដាក់ label វាអញ្ចឹងយើង label មកវាទៅ load ទៅអញ្ចឹងអូខេអញ្ចឹងយើង select ហើយយើងចុច run មកនេះ batch of master student in NIPA batch variable តែហ្នឹងវាមិនទាន់មានថាលេខ batch ហ្នឹងអីគេឥឡូវយើង tab មើលមួយសារទៀត tab នេះគឺមកពាក្យ tabulate យើងមើល descriptive ជា frequency percentage ចំនួនប្រមាណអញ្ចឹង tab មកនេះអញ្ចឹងលេខ0 9នាក់លេខ1 54នាក់លេខ2 21នាក់នេះជា percentage គិតជាភាគរយណាឥឡូវយើងកូ label លេខ0ហ្នឹងទៅជាអីលេខ1ជាអីលេខ2ជាអីអូខេអញ្ចឹងយើងមើល questionnaire យើងលេខ0បាច់15លេខ1បាច់16លេខ2បាច់17អូខេអាហ្នឹងជាបាច់អញ្ចឹងយើងកូដលេខ0ឲ្យទៅជា15វិញ sorry អូខេឥឡូវយើងកូដលេខ0ដូចតាលើដែរមកគេហៅ label define អញ្ចឹងមកមិញលេខ0មិញបាច់15យើងដាក់បាច់ក៏បានឬអត់ដាក់ក៏បានដែរអញ្ចឹងលេខ0យើងដាក់នេះដក clear ក៏បានអត់ដកក៏បានដែរអត់ខុសទេបាច់15អញ្ចឹងមកយើងដាក់បាច់យកមកឲ្យយើងចាំអត់អីទេបាច់15លេខ1មិញបាច់16អានេះអត់ខុសអីទេក្នុងអា quote ហ្នឹងសេអីក៏បានដែរឲ្យយើងចាក់ដឹងខ្លួនឯងបាច់16ចឹងមកលេខ2នេះមានបាច់15ឯង sorry យើងមើល questionnaire យើងអូបាច់15 16 17អូខេអូយើង17 18 19កន្លែងនេះច្រឡំយើងបាច់យើងមានអា0ហ្នឹង17 18 19ស្រេចយើងទៀតហ្នឹងអូខេលេខ0ហ្នឹងបាច់17លេខ1នេះបាច់18លេខ2នេះបាច់19ក្នុង questionnaire យើងអញ្ចឹងកន្លែងនេះច្រឡំអូខេអាហ្នឹង label define បន្ទាប់មកយើង label value enter 1 label value យើងវាយអាឈ្មោះ label បាច់ហ្នឹង2ដងមក b t បាច់
ឈ្មោះ label បាទអញ្ចឹងយើង run អាហ្នឹងមក select លើហ្នឹង run ចម្រាយទាំងវាយទាំងអស់ហើយចម្រានក៏បានដែរតែអត់ឲ្យ run 2 ដងជាប់គ្នាបានទេ label define អូយើងភ្លេចដាក់ឈ្មោះ label ដូចអាមុនដែរ label define ដាក់បាច់មកបាច់នេះបាច់ដាក់នេះសិនបើជាប់កន្លែងណាហើយ data អត់ទៅជាប់ទៅនឹងមកវាអាចទៅផ្លោះរំលងបានទេអញ្ចឹង label define បាច់នឹងលេខ1ស្មើបាច់10លេខ0បាច់17លេខ1បាច់18លេខ2បាច់19អញ្ចឹងមកហើយ run អូខេអញ្ចឹងវានឹងសូហើយអញ្ចឹងយើង tab មើលអាបាច់ហ្នឹងវាសូលេខ1លេខ2ទៀតអត់ទេវានឹងលោតបាច់17 18 19អូខេនេះយើងដឹងហើយយើងអាចយកទៅវិភាគបានអានេះទិន្នន័យរបស់យើងអញ្ចឹងគ្នាយើងទាំងអស់គ្នាអាចធ្វើ variable ផ្សេងទៀតមកនេះខ្ញុំធ្វើ step មួយទេនេះយើងអាចធ្វើ variable បន្តទៀតបើសិនជាមានពេលនេះអាច variable page variable អីផ្សេងទៀតនេះ kilo អានេះ kilo យើងអត់តន់រៀននេះចាំប្រហែលជាម៉ោងក្រោយយើងនឹងរៀនអានេះនេះអាចធ្វើអានេះផ្សេងទៀតមក variable ផ្សេងទៀត background ឬក៏ current workplace ដូចគ្នាឯងគ្រាន់តែឈ្មោះ variable យើង define ហើយយើងកូដវាយតាមហ្នឹងមកអញ្ចឹងមេរៀននេះខ្លីប៉ុណ្ណឹងហើយគ្នាយើងអាចធ្វើបន្តទៀតបាននេះគ្រូរស្មីក៏គាត់បានបរៀនដល់ប៉ុណ្ណឹងដែរអញ្ចឹងយើងរៀនត្រឹមប៉ុណ្ណឹងសិនចំណែកគ្រូបរៀនផ្នែកណាទៀតចាំយើងបន្តទៅមុខទៀតហើយបើសិនជាអត់ច្បាស់ទេដោយសារខ្ញុំគិតថាក្នុងថ្នាក់គ្នាច្រើនហើយអ្នកខ្លះតន់អ្នកខ្លះអត់តន់អញ្ចឹងទៅអញ្ចឹងវីដេអូនេះគឺសម្រាប់អ្នកអត់បានមករៀនហើយសម្រាប់អ្នកដែលអត់តន់មួយចំនួនដូចគ្នាដែរអរគុណច្រើន